សួស្តីôngពូមីងទាំងអស់គ្នាបាទនេះចេញពីឃ្លាំងអំដនបាទសម្រាប់ôngពូមីងទាំងអស់គ្នាបាទដែលបានស្គាល់អំដនបាទអំដនគឺជាអ្នកលក់រថយន្តបាទឃ្លាំងôngនៅខាងផ្លូវមុខរដ្ឋីបាទហើយôngក៏ជាអ្នកចេញប្រយុទ្ធបាទចំពោះការទិញដូរផ្សេងអីបាទôngពូមីងទាំងអស់គ្នាចង់លក់ឡានបាទចង់ទិញឡានបាទតាក់តងមកអំដនមកបាទជាពិសេសôngពូមីងទាំងអស់គ្នាដែលចង់លក់ឡានបាទទេមកផ្ទាល់មកតាមលេខដែលបានដាក់នៅក្នុងវីដេអូហ្នឹងបាទចុះទៅទិញដល់ទីតាំងបាទបញ្ជាក់ជូនôngពូមីងទាំងអស់គ្នាសម្រាប់ការចុះទៅទិញឡានបាទខ្ញុំបញ្ជាក់ថាឡានស្អាតបាទខ្ញុំទិញឡានស្ទើគឺអត់ទិញទេបាទôngពូមីងទាំងអស់គ្នាបើគិតថាឡានខ្លួនឯងមិនស្អាតបាទថ្នាំបាញ់អស់ហើយបាទហើយមានប៉ះមានបុកបាទមិនបាច់ទេមកទេណាអត់ទិញទេបាទអត់ទិញទេកុំឲ្យខកជើងទាំងអស់គ្នាអញ្ចឹងណាតែបើសិនជាឡានហ្នឹងបាញ់តិចតួចបាទត្រឹម3សន្លឹក4សន្លឹកអីសាច់ដៃស្អាតអីបាទទិញបាទបុកប៉ះអត់ទិញទេបាទហ្នឹងហើយបញ្ជាក់អញ្ចឹងបើសិនជាôngពូមីងទាំងអស់គ្នាបាទចង់បាទលក់ឡានអីហ្នឹងតាក់តងតាមលេខទូរស័ព្ទដែលបានដាក់ជូននឹងមកបាទចុះទៅដល់ទីតាំងដូចថ្ងៃនេះបាទខ្ញុំចុះមកខាងបាទផ្លូវ41បាទមកមើល330របស់គាត់មួយតម្លៃក៏ត្រូវគ្នាហើយអូតូឆែកអីគឺជាប់ស្អាតអញ្ចឹងតែដោយសារម្ចាស់គាត់បាទសុំពេល2ម៉ោងបាទគាត់ជាប់ប្រជុំក៏ឆ្លៀតបាទមកបាទលេងនៅទីនេះបាទទេសភាពស្អាតបាទទីនេះបើខ្ញុំមើលផ្លាកទៅរបស់ក្រុមហ៊ុន Greenland បាទ Greenland បាទមិនដឹងថាក្រុមហ៊ុនអីទេបាទឃើញដាក់ផ្លាកនៅលបងរបស់គេហ្នឹងបាទអញ្ចឹងក៏ឆ្លៀត selfie ឲ្យôngពូមីងទាំងអស់គ្នាបានមើលទេសភាពទាំងអស់គ្នាបាទហើយនៅខាងនោះយើងមើលឃើញភ្នំបាទស្អាតបាទទេសភាពបាទតំណងបាទទីនេះចាចូលចិត្តបែបហ្នឹងបាទដើម្បីតែការហូបចុកអីហ្នឹងគឺខ្ញុំភាគច្រើនប្រពន្ធគាត់ខ្ចប់ពីផ្ទះមកបាទមានឧបករណ៍របស់ខ្ញុំមានបាទចក្រានជើងឆ្នាំងអីនៅគូតឡានរហូតបាទអញ្ចឹងសរុបមកវិញបើសិនជាôngពូមីងទាំងអស់គ្នាចង់លក់ឡានអីហ្នឹងកុំភ្លេចតាក់ទងមកលេខអំដនមកបាទអំដនចុះទៅមើលផ្ទាល់ដល់ទីតាំងបាទអរគុណច្រើនបាទ